ប្រទេសចិនឆ្លើយតបទៅនឹងការបិទផ្លូវរបស់លោក Trump គុំជ្រៀតជ្រែកក្នុងកិច្ចការរបស់យើងច្រកសមុទ្រ Hormuz បើកចំហសម្រាប់យើងខណៈពេលដែលលោក Trump គំរាមកំហែងលេចកប៉ាល់អ៊ីរ៉ង់ប្រទេសចិនទើបតែឆ្លើយតបជាមួយនឹងសារចំនួន3ដែលផ្លាស់ប្ដូរក្តារអុកទាំងមូលប្រធានាធិបតីឆៃ Jinping បាននិយាយនៅថ្ងៃនេះថាពិភពលោកមិនត្រូវត្រឡប់ទៅរកច្បាប់ព្រៃវិញទេទីក្រុងប៉េកាំងបានហៅការបិទផ្លូវនេះថាមានគ្រោះថ្នាក់និងមិនទទួលខុសត្រូវក៏ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិដងយ៉នគឺជាអ្នកនិយាយដោយត្រង់បំផុតលោកដងយ៉នមិនទុកកន្លែងសម្រាប់ការបកស្រាយទេកប៉ាល់របស់យើងកំពុងធ្វើដំណើរចូលនិងចេញពីច្រកសមុទ្រ Hormuz យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងធម្មពលជាមួយអ៊ីរ៉ង់យើងនឹងគោរពពួកគេហើយរំពឹងថាអ្នកអតីមិនជ្រៀតជ្រែកក្នុងកិច្ចការរបស់យើងទេអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz ហើយវាបើកចំហសម្រាប់យើងម្យ៉ាងវិញទៀតប្រទេសចិនមិនសុំការអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោនទេហើយទាំងនេះមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេនាវាដឹកប្រេងធំ2គ្រឿងរបស់រដ្ឋចិនបានឆ្លងកាត់ច្រកសមុទ្ររួចហើយដោយមិនត្រូវបានកងទ័ពជើងទឹកអាមេរិកប៉ះពាល់ថ្លៃសេវារបស់អ៊ីរ៉ង់ត្រូវបានបង់ជាប្រាក់យន្តមិនមែនប្រាក់ដុល្លារទេចិនទិញប្រេង80របស់អ៊ីរ៉ង់ពួកគេកំពុងកសាងប្រព័ន្ធហិរញ្ញវត្ថុស្របគ្នាដែលមិនត្រូវការសហរដ្ឋអាមេរិកលោក Trump និយាយថាលោកនឹងស្ទាក់ចាប់កប៉ាល់ទាំងអស់ដែលបានបង់ថ្លៃសេវារបស់អ៊ីរ៉ង់ប៉ុន្តែការបិទផ្លូវរបស់គាត់មានដែនកំណត់ដែលគាត់មិនហ៊ានឆ្លងកាត់កប៉ាល់ចិនពីព្រោះការបញ្ឈប់នាវាដឹកប្រេងពីសេដ្ឋកិច្ចធំទី2របស់ពិភពលោកដែលមាននាវាចម្បាំងចំនួន841គ្រឿងធៀបនឹងនាវាចម្បាំងចំនួន465គ្រឿងរបស់អាមេរិកគឺមិនដូចគ្នានឹងការបង្ហោះការគំរាមកំហែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេលោកឆៃបានបញ្ជាក់យ៉ាងច្បាស់នៅឆ្នាំ2021ហើយបញ្ជាក់វាឥឡូវនេះជាមួយនឹងសកម្មភាពអ្នកណាដែលព្យាយាមធ្វើបាបយើងនឹងបុកជញ្ជាំងដែកដ៏អស្ចារ្យដែលបង្កើតឡើងដោយមនុស្ស 1.4 លាននាក់សប្តាហ៍ថ្ងៃនេះជញ្ជាំងនោះបើកឆ្លងកាត់ Hormuz ហើយគ្មាននរណាម្នាក់ហ៊ានបញ្ឈប់វាទេដើម្បីទទួលបានវីដេអូថ្មីមុនគេសូមបងប្អូនជួយចុច Like Share និងចុច Subscribe ឬចុច Follow ម្នាក់មួយផង